បងត្រីបងផាតបងអាតនិងបងជ្រុញពួកគាត់ទាំង4នាក់បានធ្វើដំណើរមកដល់ភូមិមួយដែលមានឈ្មោះថាភូមិព្រែកស្លាប់គោលដៅដែលគាត់មកក្នុងភូមិនេះគឺដើម្បីជួសជុលសាលាឆទានមួយកន្លែងដែលស្ថិតនៅក្នុងភូមិព្រែកស្លាប់នោះពួកគាត់បានមកដល់ក្នុងភូមិម៉ោងជាង6ល្ងាចទៅហើយផ្ទៃមេឃក៏ចាប់ផ្ដើមងងឹតស្លុបបើសម្លឹងមើលបរិវេណនៅក្នុងភូមិក៏ខ្យល់បក់ភាយមកតិចតិចលាយឡំនឹងសំឡេងសត្វចង្រិតយំនៅតាមដងផ្លូវដោយសារតែពួកគាត់ចូលមកដល់ក្នុងភូមិរៀងប្រលប់ទៅហើយអ្នកភូមិនៅទីនោះហាក់មានការភ័យខ្លាចមិនហ៊ានទទួលអ្នកប្លែកមុខឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេឡើយពួកបងទាំង4នាក់ក៏សម្រេចចិត្តបោះតង់នៅទីទួលចុងភូមិមួយកន្លែងហើយកន្លែងដែលពួកគាត់បោះតង់ដើម្បីស្នាក់អាស្រ័យនោះគឺមានដើមពោធិ៍ដ៏ធំមួយដើមដែលឈរត្រដែតកណ្ដាលទីយប់ងងឹតក្រោមដើមពោធិ៍នោះមានខ្ទមអ្នកតាចាស់ទ្រុឌទ្រោមមួយដែលបិទបាំងដោយវល្លិរុំព័ទ្ធមើលសឹងតែមិនស្គាល់ថាជាខ្ទមអ្នកតាឡើយបើមើលតាមសភាពខ្ទមអ្នកតាមួយកន្លែងនេះហាក់បីដូចជាមិនសូវមានអ្នកភូមិមកគោរពបូជានោះទេតែក៏ចម្លែកបន្តិចដែរបរិវេណនោះបែរជាធំក្លិនផ្សែងធូបលាយឡំនឹងក្លិនស្អុយរលួយភាយចេញពីក្នុងខ្ទប់អ្នកតានោះមកបានលួចឆ្លោះបំភ្លឺពិលទៅបរិវេណខាងមុខខ្ទមក៏ឃើញស្នាមឈាមក្រហមស្រស់ដក់ជាដំណក់ស្រក់នៅលើដីខ្សាច់បងផាតដែលកំពុងតែអង្គុយសំលៀងកាំបិតឯភ្នែកសម្លឹងមើលទៅកាន់ដើមពោធិ៍ក៏លន់មាត់ថាឈាមនេះមិនមែនជាឈាមសត្វដែលគេយកមកសែនទេវាហាក់ដូចជាមានសត្វមាន់ឬសត្វទាទើបតែត្រូវសត្វអ្វីម្យ៉ាងហើយស៊ីនៅទីនេះអញ្ចឹងតិចបរិវេណនេះមានវងឆ្កែចចករស់នៅទៅហើយការសង្ស័យនេះនៅតែមិនទាន់មានអ្វីមកបកស្រាយបំភ្លឺបានឡើយលុះយប់កាន់តែជ្រៅទៅសំឡេងសត្វទីតុយនិងសំឡេងសត្វលលោកខ្មោចយំកងរំពងពេញបរិវេណនៃខ្ទមអ្នកតានោះពួកបងទាំង4នាក់ក៏បាននាំគ្នាដកមេជាមួយស្រាថ្នាំដែលពួកគាត់បានត្រៀមមួយកាតិនធំដែលដាក់ជាប់នៅក្តិតឡាននោះរហូតមកមានតែបងអាតមួយទេដែលបានផឹកស្រវឹងស្រារៀងខ្លាំងបន្តិចគឺដល់ថ្នាក់ដើរមិនចង់ត្រង់ផ្លូវទេហើយគាត់ក៏បានដើរទៅរកខ្ទមអ្នកតាទាំងស្រវឹងត្រេតត្រោតគាត់សោយកាកកាយណាស់រួចយកដបដែលមានស្រាបន្តិចទៅចាក់ច្រូចនៅមុខរូបចម្លាក់ឈើមួយតែបាក់ដៃម្ខាងបើពិនិត្យឲ្យមែនទែនទៅដៃដែលបាក់នោះគឺជាដៃខាងស្ដាំទៀតរួចហើយបងអាតក៏ពោលឡើងថាអញ្ជើញសែបសោយទៅលោកតាគុំនៅធ្វើមុខស្អុយពេកយប់នឹង
ជួយយាមតង់ឲ្យចៅផងបើមានស្រីស្អាតដើរកាត់កុំភ្លេចដាស់ចៅឲ្យមើលផងណាតែប៉ុណ្ណោះគាត់បានដោះខ្សែក្រវ៉ាត់រួចរូតខោនោមនៅគៀនខ្ទមអ្នកតានោះថែមទៀតរំពេចនោះខ្យល់បានបោកបក់មកយ៉ាងខ្លាំងធ្វើឲ្យភ្លើងក្នុងតង់បានរលត់អស់បងត្រីស្ទុះចេញមកខាងក្រៅទាំងទឹកមុខភ័យស្លន់ស្លោដោយគាត់បានសម្លឹងឃើញបងអាចកំពុងតែឈរនោមក្បែររោងអ្នកតានោះបងត្រីក៏ស្រែកឡើងថាឈប់ភ្លាមឯងកំពុងហៅគ្រោះមហន្តរាយមកដាក់ខ្លួនទៀតហើយទើបតែនិយាយចប់ស្រាប់តែមានដៃខ្មៅរងើមមួយយ៉ាងធំដែលដៃនោះលេចចេញពីក្នុងខ្ទមអ្នកតាមកគឺដៃនោះសំដៅមកដើម្បីចាប់ជើងមកអាចអូសចូលទៅក្នុងកំពូតព្រៃក្បែរដើមពោធិ៍នោះបងអាចចាប់ផ្ដើមភ័យហើយស្រែកខ្លាំងៗថាជួយផងវាចាប់ជើងអញហើយជួយផងនៅពេលបងត្រីឆ្លោះបំភ្លឺពិលទៅឃើញមានមេឃឈើរុំព័ទ្ធជើងបងអានរួចលើកគាត់ឡើងទៅលើអាកាសហើយបោកទាល់តែសម្លប់បាត់មាត់ឈឹងបន្ទាប់ពីនោះមកសំឡេងមនុស្សប្រុសម្នាក់បានសើចលាន់រំពងពេញខ្ទមអ្នកតានោះសំឡេងសើចក៏បានបន្លឺឡើងពីគ្រប់ទិសទីលាយឡំនឹងសំឡេងធ្មេញសង្គ្រឹតប៉ះគ្នាលាន់គ្រឹកគ្រឹកក៏ស្រាប់តែមានភ្លៀងធ្លាក់មកទាំងដែលខែនេះជាខែប្រាំងទេភ្លៀងនោះមិនមែនជាភ្លៀងធម្មតាឡើយទឹកភ្លៀងក៏ប្រែទៅជាឈាមពណ៌ក្រហមងាំងបងអាចដែលកំពុងតែសន្លប់នោះក៏ស្រាប់តែក្រោកឈរឡើងប៉ុន្តែភ្នែករបស់គាត់ប្រែជាក្រហមឆ្អៅដូចរងើកភ្លើងគាត់និយាយដោយសំឡេងស្អកស្អកសំឡេងនោះលាន់ដូចជាសត្វក្របីយំបន្តិចមនុស្សនិយាយបន្តិចទីនេះជាកន្លែងដែលគេកាត់ក្បាលអញឈាមអញស្រោចនៅលើដីនេះពួកឯងត្រូវតែសងឈាមអញមកវិញតែមានស្រមោលខ្មៅធំមួយកម្ពស់ជាង3ម៉ែត្រលេចចេញពីដើមពោធិ៍នោះមកវាមានខ្លួនជាមនុស្សបិទបាំងដោយអាវក្រោះដែកដែលមានសភាពច្រេះស៊ីដើរបាក់ផ្នែកខាងចុងយ៉ាងធំមួយដើមប៉ុន្តែក្បាលរបស់វាគឺជាក្បាលរបស់សត្វក្របីហើយមានឈាមហូរស្រក់តក់មកតាមស្នែងរបស់វាធ្វើឲ្យដីតែនៅបរិវេណនោះចាប់ផ្ដើមញ័ររញ្ជួយពេកក៏ស្ទុះរត់ទៅខាងក្រោយខ្នងបងត្រីហើយបងត្រីក៏ប្រញាប់យកខ្សែសីមាមុនអាគមឡើងលើអាកាសក៏បង្កើតជារង្វង់ការពារមួយរួចសូត្រមន្តបញ្ជាថាអេតិបិសោដោយអំណាចមុនគាថាបញ្ជាសូមបារមីសម្ដេចព្រះគ្រូទប់ទល់វិញ្ញាណដែលមានក្បាលជាសត្វក្របីនេះកុំឲ្យយាយីជីវិតមនុស្សលោកអីគាថារួចវិញ្ញាណតែមានសភាពក្បាលជាសត្វក្របីនោះបានលើកដាវយ៉ាងធំមួយបំរុងនឹងកាប់
កំតិចរង្វង់សីមាមុនអាគមរបស់បងត្រីទៅហើយនោះបងផាតបានស្រែកប្រាប់ទៅបងត្រីថាអាត្រីឯងមើលសភាពវាចុះវាមិនមែនចង់សម្លាប់យើងទេវាចង់ឲ្យយើងឃើញការពិតអ្វីម្យ៉ាងទេមើលទៅក្នុងក្រសែភ្នែកវាចុះហើយរំពេចនោះរូបភាពពីអតីតកាលបានចាក់បញ្ចាំងក្នុងខួរក្បាលរបស់ពួកបងទាំង4នាក់កាលពីជាង200ឆ្នាំមុនលោកតាគឺជាមេតបដ៏ក្លាហានម្នាក់ឈ្មោះថាមេតបសហើយនៅក្នុងសមរភូមិការពារដែនដីគាត់ត្រូវបានមិត្តរួមអាវុធម្នាក់លួចចាក់ពីក្រោយខ្នងរួចកាត់ក្បាលរបស់គាត់យកទៅថ្វាយសត្រូវដើម្បីដូរយកបុណ្យស័ក្តិហើយនឹងទ្រព្យសម្បត្តិសត្រូវចិត្តអាក្រក់នោះបានយកក្បាលក្របីមកដោតលើកញ្ចឹងកសពរបស់គាត់រួចយកទៅកប់ក្រោមដើមពោធិ៍នេះដើម្បីបង្ខាំងវិញ្ញាណមិនឲ្យគាត់បានទៅចាប់ជាតិនោះទេបងត្រីបានយល់សេចក្តីចប់សពគ្រប់រួចនិយាយទាំងទឹកភ្នែកថាលោកតាអើយការឈឺចាប់របស់លោកតាជើងខ្ញុំបានដឹងហើយពួកយើងនឹងជួយរំដោះលោកតាចេញពីចំណងកម្មមួយនេះបងត្រីក៏បានយកទឹកមន្តដែលបានសូត្របាលីរំដោះកម្មរួចក៏ប្រោះទៅលើខ្ទមនិងខ្លួនរបស់បងអាតភ្លាមនោះស្រមោលក្បាលក្របីដ៏គួរខ្លាចនោះក៏រលាយคล้ายជាផ្សែងរួចលេចចេញជារូបរាងមេតបម្នាក់ដែលមានទឹកមុខស្លេកស្លាំងលោកតាបានងក់ក្បាលនិងញញឹមដាក់ពួកគេរួចក៏រលាយបាត់ទៅក្នុងពន្លឺពណ៌សបាត់ទៅលុះព្រឹកឡើងក្រុមបងត្រីបានរៀបចំពិធីបង្សុកូលនិងសែនព្រេនតាមទំនៀមទម្លាប់ដើម្បីឲ្យព្រលឹងលោកតាមេតបសបានទៅចាប់កំណើតផងដែរបងអាតបានដឹងខ្លួនឡើងវិញទាំងមានស្នាមជាំពេញខ្លួនគាត់បានលុតជង្គង់សំពះសុំទោសមុខខ្ទមអ្នកតាទាំងញ័រដៃទៅត្រើតទីបាំងស្គរចប់ក្រុមបងត្រីគិតថាអ្វីបានស្ងប់ស្ងាត់ទៅហើយប៉ុន្តែនៅពេលថ្ងៃលិចមេឃវិញប្រែជាពណ៌ក្រហមឆ្អៅដូចជាឈាមកកខ្យល់បក់មកតិចតែពេលនេះវាមានក្លិនស្អុយដូចជាសាកសពរលួយថ្មីមកម្ដងទៀតហើយបងជ្រុញសម្លឹងមើលទៅក្រោមដើមពោធិ៍ហាក់ឃើញស្រមោលមួយតែមិនដូចមុននោះទេវាមិនមែនជាវិញ្ញាណមេតបសទៀតនោះទេតែវាមានរាងស្ដើងហើយវែងដូចជាមនុស្សតែគ្មានភ្នែកនោះទេបងផាតនិយាយខ្សឹបទៅបងត្រីថាអាត្រីលោកតាត្រូវបានរំដោះកម្មហើយតែអ្នកដែលក្បត់លោកតាមិនទាន់បានទទួលកម្មនោះទេវាអាចនឹងនៅទីកន្លែងនេះក៏ថាបានដែរហើយរំពេចនោះសំឡេងសម្រាប់ជើងដើរនៅជុំវិញតង់ស្រាលដូចជាមាននរណាម្នាក់កំពុងអូសជើងដើរនៅលើវាលស្មៅសើម
បង្អាតដែលទើបស្ដារខ្លួនបានពីសន្លប់បន្តិចមុខក៏រៀងស្រស់ស្រាយឡើងវិញតែភ្នែករបស់គាត់នៅមានស្រមោលក្រហមស្រាលស្រាលគាត់ក៏បាននិយាយទាំងមិនដឹងខ្លួនថាវាមិនពេញចិត្តទេវាចង់បានឈាមអ្នកដែលក្បត់វាហើយភ្លាមនោះភ្លើងចង្កៀងនៅក្នុងតង់ក៏បានផ្ទុះបែកសភាពនៅក្នុងតង់ពេលនោះងងឹតស្ទើរតែមើលមិនឃើញដៃខ្លួនឯងនោះឡើយក្រុមបងត្រីក៏សម្រេចចិត្តចេញពីក្នុងតង់ត្រឡប់ទៅក្រោមដើមពោធិ៍ម្ដងទៀតនៅពេលទៅដល់ក៏ស្រាប់តែឃើញដីដែលនៅក្បែរខ្ទមអ្នកតាហាក់ដូចជាត្រូវគេជីកឡើងថ្មីនៅត្រង់កន្លែងដែលគេជីកនោះមានរន្ធមួយដែលមើលទៅឃើញឆ្អឹងពណ៌លឿងស្រាលចេញមកខាងក្រៅបងជ្រុញក៏និយាយសំឡេងបែបខ្សើថាក្បាលពិតរបស់លោកតាមិនបាននៅទីនេះទេនៅពេលបងផាតបានយកពិលឆ្លោះមើលទៅក្នុងរន្ធស្រាប់តែមានដៃឆ្អឹងមួយចាប់កដៃគាត់ជាប់ដៃនោះមិនមែនជាដៃធម្មតាទេលើម្រាមដៃមានចិញ្ចៀនដែកចាស់មួយដែលមានអក្សរឆ្លាក់ថាសដែលចិញ្ចៀននេះសម្គាល់ទៅដល់លោកតាមេតបសនោះឯងដីនៅបរិវេណនោះក៏ចាប់ផ្ដើមញ័ររញ្ជួយសាកសពគ្មានក្បាលមួយក៏បានលោតឡើងតួខ្លួនវាស្លៀកអាវដូចជាមេតបបុរាណហើយនៅលើក្បាលក៏ស្រាប់តែផុសក្បាលមនុស្សមួយឡើងតែក្បាលនោះមានស្នាមកាត់ថ្មីនៅលើកញ្ចឹងកហើយក៏មានឈាមហូរស្រក់មកមិនឈប់នោះទេមុខនោះដូចជាមុខបង្អាតពេលស្រវឹងយប់មុនច្បាស់ណាស់បង្អាតក៏ស្រែកឡើងថាវាជាមុខអញតើសាកសពនោះនិយាយដោយសំឡេងពីរបញ្ចូលគ្នាមួយជាសំឡេងលោកមេតបសនិងសំឡេងមួយទៀតជាសំឡេងមនុស្សចម្លែកមួយអ្នកដែលក្បត់អញកើតជាតិណាក៏គេចមិនផុតដែរបងផាតក៏ចាប់ផ្ដើមយល់ការពិតបន្តិចម្ដងមិត្តរួមអាវុធដែលបានក្បត់លោកតាមេតបសកាលពីជាង200ឆ្នាំមុននោះគឺមានភិនភាគមុខមាត់និងឈ្មោះដូចជាបង្អាតនោះហើយជាមូលហេតុដែលបង្អាតជាមុខសញ្ញានៃបញ្ហាដែលកើតឡើងមកតាំងពីម្សិលមិញស្រមោលខ្មៅទី2ដែលឈរពីក្រោយខ្នងលោកតាមេតបសមិនមែនជាវិញ្ញាណធម្មតានោះទេតែវាជាវិញ្ញាណអ្នកដែលបានក្បត់លោកតាមេតបសនោះឯងដែលវិញ្ញាណនោះត្រូវបានសត្រូវចាប់សម្លាប់ហើយចងភ្ជាប់ទៅនឹងដើមពោធិ៍ដែលជាកន្លែងដែលលោកតាមេតបសបានស្លាប់នេះស្រមោលនោះលេចរូបពេញលេញរាងស្គមខ្មៅគ្មានភ្នែកមានតែរន្ធទទេទាំងពីរ
តែមានឈាមពណ៌ខ្មៅហូរចេញមកខាងក្រៅវាក៏លើកដៃចង្អុលទៅកាន់បង្អាប់ហើយនិយាយថាឈាមឯងគឺជាឈាមអញបង្អាប់ក៏ស្រាប់តែដួលលើដីហើយស្រែកទាំងឈឺចាប់ខណៈនោះសរសៃឈាមលើខ្លួនគាត់ក៏ឡើងខ្មៅធំដូចជាសត្វពស់កំពុងរត់នៅក្រោមស្បែកអញ្ចឹងបងត្រីបានដឹងថាបើមិនប្រើនៅមុនគាថាកាត់បន្ទាត់កម្មនេះរវាងបងអាតនិងវិញ្ញាណខ្មោចនោះទេបងអាតនឹងត្រូវវិញ្ញាណជនក្បត់នេះកាន់កាប់ជារៀងរហូតហើយគាត់ក៏សម្រេចចិត្តធ្វើពិធីហាមឃាត់កម្មពៀនៅក្រោមដើមពោធិនេះភ្លាមតែម្ដងខ្យល់បក់បោកមកខ្លាំងមេឃនិងស្លឹកពោធិ៍ប៉ះទង្គិចគ្នាប្រៀបដូចជាសំឡេងដែលបាក់ចឹងលាន់ឮសូរផោះបងត្រីក៏យកឈាមខ្លួនឯងដែលអាចចេញពីម្រាមដៃបន្តក់លើដីហើយសូត្រនៅមុនគាថាខ្លាំងរង្វង់មុនគាថាពណ៌មាសមួយបានលេចចេញពីក្រោមដីមកក៏ទៅសង្កត់វិញ្ញាណខ្មៅនោះជាប់វិញ្ញាណខ្មៅដែលជាវិញ្ញាណជនក្បត់បានស្រែកយ៉ាងឈឺចាប់ថាកម្មនេះមិនអាចកាត់បានទេឈាមគឺត្រូវសងដោយឈាមបងអាតបានភ្ញាក់ឡើងវិញនៅក្នុងវិនាទីចុងក្រោយគាត់ក៏ទៅកញ្ឆក់យកកាំបិតដែលបងផាតកាន់ជាប់នឹងដៃរួចបំរុងនឹងចាក់សម្លាប់ខ្លួនឯងដើម្បីបញ្ចប់វដ្តនៃកម្មពៀរនេះប៉ុន្តែបងត្រីស្រែកមកថាឈប់សិនការសងសឹកការសម្លាប់គ្នាទៅវិញទៅមកមិនអាចបញ្ចប់កម្មទេមានតែការសារភាពនិងការសូមអភ័យទោសតែប៉ុណ្ណោះបន្ទាប់ពីថាហើយបងអាតហាក់មានប្រលឹងនៅក្នុងខ្លួនវិញបន្តិចហើយបងអាតក៏លុតជង្គង់ក្រឹបក្រោមភ្លៀងរលឹមស្រិចរៀបរាប់ប្រាប់ពីសេចក្តីសោកស្ដាយជំនួសបុព្វកាលដែលគាត់បានសាងកាលពីជំនាន់នោះហើយភ្លាមនោះស្រមោលខ្មៅចាប់ផ្ដើមបែកជាចំណិតដោយផ្សែងត្រូវខ្យល់បក់បំបែកហើយសំឡេងស្រែកខ្លាំងក៏ប្រែคล้ายជាស្ងប់ស្ងាត់ភ្លាមលុះដល់ព្រឹកឡើងអ្វីមើលទៅស្ងប់ស្ងាត់ដូចមិនធ្លាប់មានរឿងអ្វីបានកើតឡើងនោះឡើយដើមពោធិ៍នៅតែឈរយ៉ាងខ្ពស់ត្រដែតតែខ្ទមអ្នកតាមើលទៅស្អាតជាងមុនដូចមាននរណាម្នាក់មកជួសជុលអញ្ចឹងកាលពីយប់មិញក្រុមបងត្រីបានរៀបចំចេញដំណើរដើម្បីចាកចេញពីទីកន្លែងនេះបងអាតមើលទៅធម្មតាវិញភ្នែកក៏មិនក្រហមទៀតនោះដែរនៅពេលគេរៀបចំចេញដំណើរបងផាតបានក្រឡេកមើលទៅដើមពោធិ៍ជាលើកចុងក្រោយគាត់បានឃើញព្រលឹងលោកតាមេតបសឈរញញឹមលើកដៃលាប៉ុន្តែនៅពីក្រោយខ្នងលោកតាហាក់ដូចជាមានស្រមោលខ្មៅមួយទៀតកំពុងឈរសម្លឹងមើលពួកគេពីចម្ងាយតើពួកគេនឹងជួបអ្វីខ្លះទៀតនៅផ្លូវខាងមុខហើយតើវិញ្ញាណដែលតាមពួកគេនោះជានរណាចង់ដឹងច្បាស់សូមរងចាំស្ដាប់នៅភាគទី5ដែលជាភាគបន្ត
សូមអរគុណសូមជម្រាបលាជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីចាកចេញពីខ្ទមអ្នកតាដើមពោធិ៍ក្រុមបងត្រីត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិមួយខ្សែដែលល្បីខាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងបំផុតអ្នកស្រុកនៅទីនោះហៅវាថាជាផ្លូវកោងមរណៈអ្នកភូមិនិយាយថាឲ្យតែដល់កណ្ដាលយប់អាធ្រាត្រតែងតែមានស្រមោលមនុស្សដើរកាត់ឡានឬជួនកាលមានភ្នែកម្ខាងសម្លឹងមើលមកអ្នកបើកបរពីមាត់ជ្រោះមកដើម្បីទាញយកព្រលឹងទៅនៅជំនួសកន្លែងដែលគេធ្លាប់បានស្លាប់តើបងត្រីដែលជាអ្នកកាន់ចង្កូតឡានអាចទប់ទល់នឹងមន្តវិញ្ញាណបិទភ្នែកបានដែរឬទេតោះមកស្ដាប់រឿងផ្លូវកោងមរណៈជាមួយខ្ញុំបាទផលរំដួលដូចតទៅមេឃនៅក្នុងយប់នោះមិនមែនត្រឹមតែគ្មានពន្លឺព្រះច័ន្ទនោះទេប៉ុន្តែវាហាក់ដូចជាមានអ្វីមួយបានលេបចូលពន្លឺព្រះច័ន្ទទាំងអស់ចេញពីពិភពលោកមួយនេះទៅពពកខ្មៅក្រាស់ក្រាស់សន្ធឹងពេញលើផ្ទៃមេឃវាបានបង្កើតអារម្មណ៍ដូចជាគម្របយ៉ាងធំមហិមាមួយគ្របសង្កត់លើភ្នំនិងផ្លូវជាតិដ៏ស្ងៀមស្ងាត់មួយខ្សែនោះឡានរបស់បងត្រីបើកឡើងចំណោតភ្នំយឺតយឺតសំឡេងម៉ាស៊ីនឡានក្រហមឡើងខ្លាំងខ្លាំងព្រោះឡានកំពុងតែបើកឡើងចំណោតភ្នំលាយឡំជាមួយសំឡេងកង់ក៏កិតលើថ្មតូចតូចនៅលើដងផ្លូវចង្គៀងភ្លើងឡាននៅខាងមុខបាញ់ពន្លឺលឿងស្រអាប់ស្រអាប់ឆ្ពោះទៅខាងមុខតែអ្វីដែលអាចបំភ្លឺបានគឺត្រឹមតែចម្ងាយខ្លីៗតែប៉ុណ្ណោះហើយបរិយាកាសនៅខាងក្រៅឡានអាប់យ៉ាងក្រាស់ចាប់ផ្ដើមលេចឡើងហើយវាមិនមែនជាអាប់ធម្មតានោះទេវាហាក់ដូចជាមានចលនាដោយផ្សែងដែលកំពុងតែដកដង្ហើមចេញចូលបងត្រីកាន់ចង្កូតឡានយ៉ាងម៉ឺងម៉ាត់ម្រាមដៃគាត់ស្អិតជាប់លើស្បែកចង្កូតឡានគាត់មិនបាននិយាយរៀបរាប់ពីបរិយាកាសនៅខាងមុខឡាននោះទេប៉ុន្តែបេះដូងរបស់គាត់វាលោតញាប់ខ្លាំងខ្លាំងខុសពីធម្មតាគាត់ក៏ធ្លាប់បានឮរឿងអំពីផ្លូវនេះជាយូរហើយដែរដែលគ្រប់គ្នានិយាយតគ្នាពីមាត់មួយទៅមាត់មួយទៀតថាផ្លូវនេះជាផ្លូវកោងមរណៈហើយមានមនុស្សស្លាប់ច្រើនណាស់នៅត្រង់ចំណុចផ្លូវកោងមួយនេះរហូតដល់អ្នកស្រុកសុខចិត្តជិះផ្លូវវាងដោយបើកតាមផ្លូវលំតូចតូចតាមចង្កេះភ្នំទាំងដែលផ្លូវនោះជាផ្លូវដែលពិបាកធ្វើដំណើរនិង
ធ្វើដំណើរវាងច្រើនម៉ោងក៏ដោយបងផាតអង្គុយក្បែរបងត្រីភ្នែកគាត់សម្លឹងមើលទៅខាងមុខតែដៃវិញចាប់ផ្ដើមញ័របន្តិចហើយអាត្រីឯងមានអារម្មណ៍ថាមានអីខុសពីធម្មតាទេបងត្រីមិនបានឆ្លើយភ្លាមនោះទេដោយគាត់កំពុងផ្ទៀងស្ដាប់សំឡេងខ្យល់បក់កាត់តាមព្រៃភ្នំសំឡេងនោះដូចសំឡេងមនុស្សកំពុងខ្សឹបខ្សៀវគ្នាពីចម្ងាយបងត្រីក៏តបទៅបងផាតវិញថាផ្លូវនេះកោងរៀងជ្រុលណាស់តែអញចាំថាផ្លូវកោងមួយនេះមិនវែងអន្លាយបែបនេះទេនៅពេលថ្ងៃបងផាតបានតបទៅបងត្រីវិញថាឡានបត់ផ្លូវកោងមួយបន្ទាប់មកផ្លូវកោងមួយទៀតបន្ទាប់មកផ្លូវកោងដដែលបែបនេះម្ដងទៀតបងអាចដែលអង្គុយពីក្រោយស្រែកស្រាលមកថាអាត្រីឯងបើកជុំវិញនៅតែកន្លែងដដែលទេមើលទៅព្រោះអញចាំបានថាដើមឈើធំនេះមានកម្រងផ្កាពណ៌លឿងតូចយើងទើបតែឆ្លងកាត់វាមុននេះបន្តិចទេបងត្រីមើលទៅមុខក៏និយាយថាពិតណាស់កម្រងផ្កាពណ៌លឿងតូចនៅលើដើមឈើខាងឆ្វេងផ្លូវនោះផ្កាវាស្ងួតលាយពណ៌ក្រហមស្រអាប់ដូចជាឈាមកកជាប់លើត្របកផ្កាអញ្ចឹងខ្យល់ក៏បក់ខ្លាំងឡើងសំឡេងខ្យល់វូកាត់ចូលក្នុងឡានតាមរន្ធតូចភ្លើងឡានស្រាប់តែវារលត់ភ្លឹបភ្លេតមួយស្របល់ម៉ាស៊ីនឡានដូចជាចាប់ផ្ដើមចង់រលត់បន្តិចឆេះបន្តិចបងជ្រុញដែលដេកលក់នៅកាប៊ីនខាងក្រោយចាប់ផ្ដើមប្រែខ្លួនដូចមានអ្វីមួយទៅប៉ះរួចហើយគាត់ក៏ស្រែកឡើងថាត្រជាក់ណាស់អ្នកណាបើកម៉ាស៊ីនត្រជាក់ឡានគ្មាននរណាបើកទេបងត្រីបានឆ្លើយភ្លាមតែសីតុណ្ហភាពនៅក្នុងឡានចាប់ផ្ដើមធ្លាក់ចុះយ៉ាងចម្លែកខ្យល់ប្រឹងរញៀតចូលតាមបង្អួចតែបានបិទជិតនោះកញ្ចក់ឡានចាប់ផ្ដើមមានអាប់ពីខាងក្នុងមកបងត្រីស្ដាប់ឮសំឡេងស្រាលមួយមិនមែនពីក្រៅតែដូចជាពីក្រោយកៅអីរបស់គាត់ងាកមើលកញ្ចក់នៅលើក្បាលមើលទៅផ្នែកខាងក្រោយភ្លាមតែមិនមានអ្វីចម្លែកនៅក្នុងឡាននោះទេមានតែមុខបងជ្រុញនិងបងផាតដែលមើលទៅភ័យឡានបត់ផ្លូវកោងមួយទៀតតែពេលនេះនៅចុងផ្លូវខាងមុខមានអ្វីមួយកំពុងឈរត្រឹងស្ងៀមរូបរាងរបស់មនុស្សស្រីម្នាក់សក់វែងធ្លាក់គ្របមុខសម្លៀកបំពាក់ពណ៌ខ្មៅនាងឈរមិនមានចលនាទេគឺនៅកណ្ដាលផ្លូវនោះតែម្ដងបងផាតសឹងតែមិនហ៊ានដកដង្ហើមឲ្យលឺនោះទេក៏ស្រែកឡើងថាអាត្រីឯងបានឃើញដូចអញទេបងត្រីមិនទាន់និយាយអ្វីទាំងអស់គាត់
បានជន់ហ្វ្រាំងយឺតសំឡេងកង់ក៏គិតជាមួយផ្លូវលាន់ងីតងីតហើយមនុស្សស្រីម្នាក់នោះមិនបានរត់គេចទៅណាទេសូម្បីតែកម្រើកបន្តិចក៏មិនកម្រើកដែរគ្រាន់តែឈរនៅស្ងៀមដូចកំពុងតែរងចាំអ្វីមួយហើយបន្ទាប់មកក្បាលនាងផ្លាស់ទីយឺតមិនមែនងាកមកទាំងរាងកាយនោះទេតែក្បាលបង្វិលមកក្រោយ180ដឺក្រេភ្នែកម្ខាងបើកធំសម្លឹងត្រង់មកឡានបង្អាតស្រែកឡើងថាបុកហើយបើកបុកហើយបងត្រីជន់ហ្វ្រាំងពេញមួយទំហឹងសំឡេងងីតឡានឈប់នៅខាងមុខនាងតែបន្តិចទេតែពេលភ្លើងបំភ្លឺទៅគ្មានអ្វីឈរនៅទីនោះទៀតឡើយគឺមានតែផ្លូវទទេអាប់រុំជុំវិញឡានក្រាស់ខ្មឹកប៉ុន្តែពីក្រោយឡានមានសំឡេងស្រែកស្រាលពួកឯងមកយាមផ្លូវនេះជំនួសខ្ញុំមែនទេបងត្រីដឹងភ្លាមថាពួកខ្មោចនេះគឺគេកំពុងតែបិទផ្លូវមួយនេះហើយគឺមិនចង់ឲ្យពួកគាត់ចាកចេញពីទីនោះទេឡាននៅស្ងៀមម៉ាស៊ីនឡានដំណើរការធម្មតាតែគ្មាននរណាម្នាក់ហ៊ាននិយាយទៀតនោះទេបងផានដកដង្ហើមយឺតអាត្រីយើងឃើញដូចគ្នាមែនទេបងត្រីមិនទាន់បានឆ្លើយភ្លាមទេតែភ្នែកគាត់នៅតែសម្លឹងទៅមុខជាប់ជានិច្ចកន្លែងដែលមានមនុស្សឈរមុននេះឥឡូវមានតែអាបចុះជុំវិញនៅទីនោះតែប៉ុណ្ណោះហើយរំពេចនោះមានសំឡេងនៅពីខាងក្រោយឡានបងជ្រុញកំពុងតែញ័រខ្លួនក៏ស្រែកឡើងថាអាណាគេគោះឡានបងផាតបង្វិលខ្លួនទៅក្រោយយឺតសម្លឹងមើលតាមកញ្ចក់ក្រោយនៅក្នុងពន្លឺភ្លើងក្រហមស្រាលមានដៃខ្មៅមួយប៉ះលើកញ្ចក់ផ្ទៃខាងក្រោយដៃនោះមានសភាពស្គមស្គាំងក្រញ៉ាំដូចមនុស្សដែលស្លាប់ជាយូរមកហើយក្រចកវែងវាគោះលើកញ្ចក់លាន់ឮសូរក្រែកបងអាចស្រែកឡើងភ្លាមថាបើកទៅបើកចេញទៅឥឡូវនេះទៅបងត្រីក៏ចាប់ផ្ដើមជន់ហ្គាឡានទៅមុខយ៉ាងលឿនតែសំឡេងគោះកញ្ចក់នៅតែបន្តគោះនៅពីខាងក្រោយទោះឡានកំពុងរត់ល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងក៏ដោយបងជ្រុញភ័យស្ទើរតែរាកនោមដាក់ក្នុងឡានទៅហើយបន្តិចក្រោយមកគាត់ក៏ឮសំឡេងអ្វីម្យ៉ាងកំពុងនៅលើដំបូលឡានបងជ្រុញក៏ស្រែកចាចថាវាឡើងលើដំបូលហើយអញឮសំឡេងនៅលើដំបូលឡានសំឡេងដែលដើរលើដំបូលឡានយឺត
ដូចជាមានអ្វីមួយកំពុងដើរជុំវិញនៅលើក្បាលរបស់ពួកគេរំពេចនោះភ្លើងឡានស្រាប់តែភ្លឹបភ្លែតម្ដងទៀតហើយរលត់ភ្លើងភ្លាមឡានរត់ក្នុងសភាពងងឹតសូន្យឈឹងមានតែសំឡេងម៉ាស៊ីននិងសំឡេងដកដង្ហើមភ័យរបស់បងទាំង4នាក់បងត្រីខិតខំគ្រប់គ្រងចង្កូតឡានដោយការចងចាំផ្លូវនិងការមើលឃើញផ្លូវព្រាលតែផ្លូវនេះគ្មានគំនូសសញ្ញាសម្គាល់នៅលើដងផ្លូវនោះទេរំពេចនោះអ្វីមួយត្រជាក់ស្រឹបប៉ះកញ្ចឹងកគាត់ដៃពណ៌ខ្មៅក្រឹបលូកមកពីខាងក្រោយយឺតមកបិទភ្នែកគាត់ជិតឈឹងសំឡេងខ្សឹបដែលកំពុងនិយាយក្បែរក្រជាបងត្រីមកជំនួសខ្ញុំរងចាំយូរហើយឡានក៏ចាប់ផ្ដើមរេចង្កូនហើយកង់ខាងស្ដាំក៏ជ្រុលចេញពីផ្លូវកៅស៊ូទៅលើគ្រួសបន្តិចបងផាតបានចាប់ទាញដៃដែលកំពុងបាំងភ្នែកបងត្រីតែគាត់ទាញចេញបានតែម្ខាងនោះទេពេលនោះបន្តោងខ្សែកដែលបងត្រីពាក់ជាប់នៅនឹងកនោះក៏ចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាសតិចឡើងហើយបងអាបដែលនៅពីក្រោយក៏ស្រែកខ្លាំងថាជ្រោះមានជ្រោះនៅខាងមុខភ្លើងឡានក៏ភ្លឺឡើងវិញភ្លាមបង្ហាញមាត់ជ្រោះជ្រៅងងឹតដូចមាត់នរកនៅចម្ងាយតែប៉ុន្មានម៉ែត្រពីឡានតែប៉ុណ្ណោះបងត្រីក៏ជន់ហ្វ្រាំងឡានពេញមួយទំហឹងម្ដងទៀតសំឡេងកង់ក៏គិតយូរជាងមុនក្លិនកៅស៊ូឆេះឆ្អេះចូលទៅក្នុងឡានបងជ្រុញបានស្រែកយ៉ាងខ្លាំងតែបងអាតបានបិទភ្នែកជិតមិនហ៊ានសម្លឹងមើលនោះទេព្រោះគាត់គិតថាពេលនោះឡានរបស់គាត់បានធ្លាក់ចូលជ្រោះនៅពេលនោះទៅហើយបន្ទាប់មកឡានក៏ឈប់ស្ងៀមខាងមុខឡាននៅចម្ងាយតែ1ម៉ែត្រពីមាត់ជ្រោះខ្យល់បក់ពីខាងក្រោមឡើងមកលើដូចជាដង្ហើមអ្វីមួយកំពុងដកមកធំប៉ុន្តែវិញ្ញាណមនុស្សស្រីមិនទាន់បាត់ទៅណានោះទេវាលេចរូបរាងពេញរាងនៅចំខាងមុខឡានសក់វែងបក់តាមខ្យល់ទោះគ្មានខ្យល់ខ្លាំងក៏ដោយភ្នែកមានតែម្ខាងនោះទេហើយម្ខាងទៀតចំហធ្លុងមើលធ្លុះពីខាងមុខដល់ខាងក្រោយស្នាមរបួសបើកចំហពេញផ្ទៃមុខហើយមានឈាមហូរដាប់ពេញផ្ទៃមុខសំឡេងខ្មោចនោះក៏បន្លឺឡើងថាតើពួកឯងអ្នកណាម្នាក់ត្រូវមកជំនួសយើងនាងនិយាយមកយឺតនៅពេលនោះស្រាប់តែមានសំឡេងអ្វីម្យ៉ាងតែលាន់ចេញពីក្រោមបាតជ្រោះហើយសំឡេងនោះជាសំឡេងដែលស្រែកមកមានមនុស្សជាច្រើននាក់ស្រែកមក
ទាំងសេចក្តីឈឺចាប់បំផុតមិនមែនមានតែវិញ្ញាណមួយនោះទេតែមានវិញ្ញាណខ្មោចច្រើនណាស់នៅខាងក្រោមសំឡេងទាំងនោះបន្លឺឡើងគួរឲ្យខ្លាចដោយសំឡេងខ្លះជាសំឡេងមនុស្សប្រុសសំឡេងខ្លះជាសំឡេងមនុស្សស្រីជួយខ្ញុំផងខ្ញុំត្រជាក់ណាស់ខ្ញុំចង់ទៅផ្ទះវិញសំឡេងច្របូកច្របល់ដោយមនុស្សរាប់សិបនាក់កំពុងស្រែកបងផាតមិនអាចទប់ខ្លួនបានទៀតនោះទេគាត់ចុះពីឡានដោយមិនដឹងខ្លួនដើរសំដៅទៅមាត់ជ្រោះដោយត្រូវមានអ្វីមួយកំពុងអូសទាញគាត់ឲ្យដើរសំដៅទៅទីនោះបងត្រីបានបើកទ្វារឡានរត់ទៅតាមទាន់ហើយទាញគាត់ត្រឡប់មកវិញពេលបងផាតងាកមើលភ្នែកគាត់រៀងស្រពេចស្រពិលអញឃើញពួកគេច្រើនណាស់នៅខាងក្រោមវិញ្ញាណស្រីនោះបានបង្ហាញរូបភាពនៅក្នុងខ្យល់ដូចជាខ្សែភាពយន្តមួយឲ្យពួកគាត់បានឃើញឡានដឹកអ្នកដំណើរមួយបានបើកក្នុងល្បឿនយ៉ាងលឿននៅពេលយប់ហើយក៏មានភ្លៀងស្រក់មកដែរនៅពេលនោះតែកង់ឡានរៀងងងុយដេកមួយភាំងបត់ផ្លូវកង់មិនទាន់ក៏ជ្រុលទៅបុកដើមឈើហើយធ្លាក់ជ្រោះនៅទីនោះទៅមនុស្សមួយឡានមានគ្នាជាង30នាក់បានស្លាប់ទាំងអស់តែកង់ឡាននៅរស់មួយផ្លេតមុនដាច់ខ្យល់ស្លាប់គាត់បានស្រែកឡើងថាបើខ្ញុំស្លាប់ខ្ញុំមិនព្រមនៅទីនេះរហូតទេខ្ញុំនឹងរកអ្នកមកជំនួសខ្ញុំដើម្បីយាមផ្លូវនេះសច្ចានេះចងគាត់ឲ្យនៅទីនេះជាប់រហូតគាត់ត្រូវរកអ្នកជំនួសទើបអាចចាកចេញពីទីនេះបានបងត្រីដឹងថាមិនអាចប្រើកម្លាំងបង្ខំបាននោះទេគាត់ដោះបន្តោងរូបព្រះចេញពីកហើយគាត់ទៅអង្គុយសំពះនៅមាត់ជ្រោះទោះខ្យល់បក់មកខ្លាំងក៏ដោយបងអើយបើកំហុសកើតពីអចេតនាមួយពេលកំហុសនោះបានបាត់បង់រួចហើយអ្នកមិនត្រូវរកអ្នកមកជំនួសនោះទេតែអ្នកត្រូវការលើកលែងទោសគាត់បានសូត្រគាថាឧទ្ទិសកុសលយូរជាងមុនសំឡេងគាត់សូត្រមន្តគាថាខ្លាំងហើយមិនញ័រនោះទេមិត្តភក្តិគាត់ក៏អង្គុយសំពះជាមួយគ្នាហើយវិញ្ញាណនៅបាត់ជ្រោះចាប់ផ្ដើមយំឡើងខ្លាំងប៉ុន្តែសំឡេងនោះមិនមែនជាសំឡេងដែលចងកំហឹងទៀតនោះទេតែពោរពេញដោយទុក្ខសោកនិងសេចក្តីឈឺចាប់វេទនាយ៉ាងក្រៃលែងពន្លឺពណ៌មាសចេញពីបន្តោងរូបព្រះភ្លឺចេញកាន់តែខ្លាំងទៅអាប់បែកចេញជាច្រវាក់ហើយសំឡេងពីបាតជ្រោះក៏ស្ងប់ស្ងាត់បន្តិចម្ដងវិញ្ញាណមនុស្សស្រីប្រែជាពន្លឺសស្រទន់មុខនាងត្រឡប់មកសភាពធម្មតាវិញមិនមានស្នាមរបួសទៀតនោះទេហើយខ្មោចស្រីនោះក៏បន្លឺសំឡេងថាអរគុណបងហើយ
តែជួយរំដោះវិញ្ញាណពួកខ្ញុំនាងនិយាយស្រាលស្រាលមុនរលាយទៅលើមេឃបាត់ទៅលុះបន្តិចក្រោយមកផ្លូវកោងមើលទៅធម្មតាវិញហើយគ្មានអាប់គ្មានកម្រងផ្កាគ្មានសភាពការគួរឲ្យភ័យខ្លាចដូចមុននោះទេបងអាចដែលភ័យឡើងរាកនោមដាក់ខោជោគក៏ប្រញាប់ចុះមកលុតជង្គង់លើកដៃសំពះលើកនេះខ្ញុំជឿហើយបើគ្មានអាត្រីនិងខ្សែកព្រះទេពួកយើងប្រហែលជាត្រូវទៅដេកនៅបាតជ្រោះបន្តវេនយាមផ្លូវជំនួសពួកគេបាត់ទៅហើយលុះព្រលឹមឡើងពន្លឺថ្ងៃចាប់ផ្ដើមរះចាំងជំរះភាពងងឹតស្លុបពួកគេបានបន្តដំណើរចាកចេញពីផ្លូវមរណៈនោះដោយសុវត្ថិភាពប៉ុន្តែខណៈដែលឡានកំពុងបរចេញផុតពីចំណុចនោះបន្តិចបងផានបានសម្លឹងមើលកញ្ចក់ខាងក្រោយស្រាប់តែឃើញព្រលឹងខ្មោចមួយក្រុមនោះឈរលើកដៃលាទាំងទឹកមុខពោពេញទៅដោយស្នាមញញឹមរួចហើយក៏រលាយបាត់ទៅក្នុងអាប់បាត់អស់ទៅការធ្វើដំណើររបស់ក្រុមបងទាំង4នាក់នៅមិនទាន់ចប់នោះទេព្រោះគោលដៅបន្ទាប់គឺពួកគាត់ត្រូវទៅស្នាក់នៅក្នុងសន្តាគារមួយកន្លែងហើយសន្តាគារនោះក៏មានប្រវត្តិសាហាវមិនធម្មតានោះទេគឺមានភ្ញៀវដែលមិនបានអញ្ជើញចាំទទួលស្វាគមន៍ពួកគាត់នៅមាត់ទ្វារបន្ទប់នោះរួចជាស្រេចហើយសាច់រឿងរបស់យើងក៏ចប់តែត្រឹមនេះសូមរងចាំស្ដាប់ភាគទី6ដែលជាភាគបន្តសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយៗទៀតជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីឆ្លងផុតផ្លូវកោងមរណៈក្រុមបងទាំង4នាក់បានចូលមកសម្រាកនៅសន្តាគារចាស់មួយនៅជ័យក្រុងបន្តិចខាងក្រៅមើលទៅហាក់ដូចជាសាមញ្ញធម្មតាតែអ្នកណាទៅដឹងថាបន្ទប់ដែលគេបិទចោលមិនឲ្យភ្ញៀវជួលតាមពិតមិនមែនមកពីវាខូចខាតឡើយប៉ុន្តែគឺដើម្បីទុកកន្លែងឲ្យភ្ញៀវម្ចាស់ដើមដែលមិនព្រមចាកចេញតើនឹងមានរឿងអ្វីកើតឡើងបើបងអាចច្រឡំទៅដេកកន្លែងរបស់គេឬវាជាចេតនានៃភាពរឹងរូសរបស់គាត់តោះមកស្ដាប់រឿងសន្តាគារព្រលឹងហួងហែងជាមួយខ្ញុំបាទផលរំដួលដូចតទៅក្រុមបងត្រីបងផាតបងអាតនិងបងជ្រុញបានដើរចូលក្នុងសន្តាគារដែលមានពន្លឺភ្លើងពណ៌លឿងទុំខ្សោយសន្តាគារក្នុងថ្ងៃនោះគឺមានតែបន្ទប់2ទេដែលនៅទំនេរនៅក្នុងជាន់ទី4តែមានមួយបន្ទប់ដែល
ពួកគេមិនបើកទទួលភ្ញៀវនោះឡើយពេលចណ្ដើរយន្តឈប់នៅជាន់ទី4ទ្វារបើកចេញមកស្រាប់តែខ្យល់ត្រជាក់ស្រឹបបោកមកលើផ្ទៃមុខរបស់ពួកគេបងអាចដើរចូលបន្តិចក៏រអ៊ូទាំងញ័រខ្លួនថាបងត្រីមិនក៏សន្តាគារនឹងស្ងាត់ដូចវត្តដែលគេបោះបង់ចោលអញ្ចឹងហើយក្លិនអីដូចក្លិនការសពដែលគេដាក់ចូលក្នុងមឈូសម្លេះបងជ្រុញតបកាត់ភ្លាមថាកុំមាត់ច្រើនប្រយ័ត្នមាត់អត់សំណាងទៀតយប់ជ្រៅហើយរកកន្លែងសម្រាកទៅពួកគេដើរកាត់បន្ទប់លេខ405ដែលមានបិទយ័ន្តពណ៌ក្រហមតូចមួយនៅខាងលើទ្វារហើយដើរហួសទៅដល់បន្ទប់លេខ404បន្ទប់ទំនេរ2បន្ទប់ដែលខ្ញុំបានប្រាប់ពីដើមសាច់រឿងនោះគឺ2បន្ទប់ជាប់គ្នានេះហើយបងផាតដែលជាមនុស្សដឹងកលៈទេសៈបាននិយាយតិចថាយប់នឹងគ្រប់គ្នាចូលបន្ទប់ហើយនាំគ្នាសម្អាតខ្លួនរួចប្រញាប់បិទភ្នែកដេកទៅកុំចង់ដឹងកុំចង់ឮអីក្រៅពីបន្ទប់យើងឲ្យសោះយល់ទេក្នុងបន្ទប់លេខ404មានគ្រែ2ធំមួយតូចមួយដែលមើលទៅហាក់ដូចជាស្អាតបាតធម្មតាប៉ុន្តែគ្រែតូចដែលនៅជាប់ជញ្ជាំងបន្ទប់លេខ405បែរជាមានសភាពត្រជាក់ស្រែបខុសពីធម្មតាពូកនៅលើគ្រែនោះមានស្នាមជ្រួញបន្តិចនៅចំកណ្ដាលហាក់ដូចជាមានអ្នកណាម្នាក់ទើបតែងើបចេញពីទីនោះថ្មីបងត្រីសម្លឹងមើលទៅលើគ្រែនោះទាំងមិនដាក់ភ្នែកព្រោះគាត់ចាប់អារម្មណ៍ឃើញថានៅក្រោមគ្រែមានធូលីដីហុយប៉ុន្តែនៅលើពូកបែរជាមានក្លិនទឹកអប់នារីម្យ៉ាងដែលក្រអូបឆ្លក់ច្រមុះលាយឡំជាមួយក្លិនឆ្អាបតិចបងអាចគាត់និយាយទាំងមានអំនួតនិងក្អេងក្អាងថាអញដេកគ្រែនេះកន្លែងចិត្តបងអួចត្រជាក់ស្រួលពួកឯងចង់ខ្លាចអីក៏ខ្លាចទៅអញហត់ហើយកុំមាត់ច្រើនចិត្តក្រជាអញពួកឯងទៅដេកគ្រែម្ខាងទៀតចុះបងត្រីស្ទុះទៅចាប់ដៃបងអាចហើយនិយាយថាអាចឯងមើលគ្រែនេះឲ្យច្បាស់មើលមិនក៏ពូកនេះវាត្រជាក់ដូចទឹកកកអញ្ចឹងហើយចុះក្លិនទឹកអប់នេះហើយមិនធំក្លិនទេអីក្លិនវាដូចក្លិនអ្នកស្លាប់ដែលគេស្រោចទឹកអប់បិទបាំងអញ្ចឹងណាអាចមកដេកជុំគ្នាគ្រែនេះវិញមកបងអាចក្រវីដៃចេញទាំងមួម៉ៅហើយនិយាយថាអូយក្លិនទឹកអប់សន្តាគារនឹងហើយបងមកពីបងឯងខ្លាចពេកទើបភ័ន្តច្រមុះភ័ន្តភ្នែកអស់បើបងឯងមិនដេកក៏ហីទៅកុំមករំខានខ្ញុំនិយាយរួចបងអាចក៏ទម្លាក់ខ្លួនដេកផ្កាប់មុខទៅលើគ្រែនោះភ្លាមបងផាតនិយាយតិចទៅកាន់បងត្រីថាបងត្រីបងបានចាប់អារម្មណ៍មើលយ័ន្តនៅមាត់ទ្វារបន្ទប់លេខ
405អំបាញ់មិញទេក្រែដែលអាចវាដេកនឹងគឺជាប់នឹងចិញ្ចាំងបន្ទប់ដែលគេបិទចោលនោះហើយយប់នឹងយើងមានតែប្រុងប្រយ័ត្នខ្លួនឲ្យមែនតែនទេទើបបានទោះបីបងត្រីនិងបងផាតបានព្យាយាមខ្វាត់ថាក្រែនេះមើលទៅចម្លែកក៏បងអាចមិនបានខ្វល់ដែរខណៈដែលគ្រប់គ្នាត្រៀមចូលគេងបងជ្រុញចូលទៅលុបមុខក្នុងបន្ទប់ទឹកស្រាប់តែឃើញទឹកដែលហូរចេញមកមានពណ៌ល្អក់ដូចជាឈាមហើយកញ្ចក់ក្នុងបន្ទប់ទឹកចាប់ផ្ដើមឡើងស្រអាប់ដូចជាមានអ្នកណាម្នាក់មកដកដង្ហើមដាក់ពីក្រោយខ្នងគាត់បងជ្រុញប្រញាប់រត់ចេញមកខាងក្រៅទាំងភ័យស្លន់ស្លោក្រោយពីបងជ្រុញរត់ចេញពីបន្ទប់ទាំងទឹកមុខស្លេកស្លាំងនោះគាត់បានប្រាប់រឿងរ៉ាវនេះទៅអ្នកគ្រប់គ្នាអំពីរឿងទឹកខូរមកបែរជាមានឈាមហើយនឹងស្រមោលក្នុងកញ្ចក់ដែលគាត់បានឃើញបងត្រីនិងបងផាតចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក៏នាំគ្នាដុតធូបសុំសេចក្តីសុខប៉ុន្តែបងអាចដែលកំពុងងងុយដេកខ្លាំងបែរជាគិតថាបងជ្រុញភ្នែកស្រវាំងទៅវិញបងជ្រុញនិយាយដង្ហក់អួលដើរបណ្ដើរនិយាយបណ្ដើរថាបងត្រីក្នុងបន្ទប់នឹងមិនស្រួលទេទឹកឡើងក្រហមដូចឈាមហើយខ្ញុំមានអារម្មណ៍ថាដូចជាមាននរណាម្នាក់មកដកដង្ហើមហើយហិតក្បាលខ្ញុំពីក្រោយមកពិតមែនណាបងអាចស្ដីឲ្យទាំងមួម៉ៅឯងនឹងវាខ្សោយភ្នែកពេកហើយមើលទៅអាជ្រុញចាំមើលអញចូលទៅមើលឲ្យបងអាចដើរចូលទៅមើលប៉ុន្តែអ្វីក៏ប្រែជាធម្មតាវិញគាត់ក៏សើចចំអកទៅបងជ្រុញថាឈាមស្អីទឹកថ្លាចេះនឹងមកពីឯងងងុយពេកភ្នែកស្រវាំងហើយដេកទៅកុំមាត់ច្រើនទៀតបន្ទាប់ពីនោះមកបរិយាកាសក្នុងបន្ទប់ចាប់ផ្ដើមត្រជាក់ស្រែមភ្លើងពណ៌លឿងទុំក្នុងបន្ទប់ស្រាប់តែញ័រឈឹបដូចជាចង់រលត់បងត្រីបង្ខំចិត្តឲ្យអ្នកគ្រប់គ្នាចូលគេងទាំងក្តីបារម្ភបងអាចបានដេកលង់លក់មុនគេនៅលើគ្រែជាប់ជញ្ជាំងរីឯបងជ្រុញបងផាតនិងបងត្រីដេកផ្អែបគ្នានៅគ្រែម្ខាងទៀតទាំងបើកភ្នែកភ្លឺរហូតដល់ភាពស្ងាត់ជ្រងំនៃកណ្ដាលអាទ្រានចូលមកគ្របដណ្ដប់ពាសពេញបន្ទប់ម៉ោង12រំលងអាទ្រាននៅក្នុងបន្ទប់ដែលស្ងប់ស្ងាត់ដោយឮតែសំឡេងបងអាបកំពុងដេកស្រមុកខុលស្រាប់តែមានសំឡេងគ្រឹតលាន់ឡើងឮដូចមានគេអូសវត្ថុធ្ងន់នៅលើឥដ្ឋការ៉ូបងជ្រុញភ្ញាក់ឡើងទាំងញើសជោកខ្លួនគាត់ឮសំឡេងអូសអ្វីម្យ៉ាងនៅក្បែរជើងតែគាត់មិនហ៊ានបើកភ្នែកមើលចំនោះទេគឺលួចមើលតាមចន្លោះភួយក្នុងពន្លឺព្រិលដែលជះចេញពីបង្អួចគាត់ឃើញស្រមោលខ្មៅម្យ៉ាងកំពុងវារឡើងលើគ្រែបង្អាប
នោះគឺជារូបរាងស្ត្រីម្នាក់សក់វែងអូសដីប៉ុន្តែផ្នែកខាងលើក្បាលបែរជារងោលរលីងគួរឲ្យខ្ពើមរអាវនាងស្លៀកឈុតពណ៌សដែលមានស្នាមឈាមដក់ជាប់ជាដុំនាងវារឡើងទៅអង្គុយសង្កត់លើចុងជើងបងអាតយ៉ាងធ្ងន់រួចសន្សឹមអោនទៅរកមុខបងអាតនាងសម្លឹងមើលមុខបងអាតដែលកំពុងលង់លក់ដោយក្រសែភ្នែកក្រឡេកក្រឡាប់បងជ្រុញញ័រមាត់ហៅបងត្រីខ្សឹបថាបងត្រីមើលលើគ្រែអាតនោះចុះរំពេចនោះបងអាតចាប់ផ្ដើមឡើងស្វាយមុខដៃរបស់ស្ត្រីនោះកំពុងចាប់ច្របាច់កបងអាតយ៉ាងខ្លាំងវិញ្ញាណនោះងាកសម្លឹងមកបងត្រីរួចសោតយ៉ាងក្រលួចគួរឲ្យខ្លាចហើយនិយាយខ្សើថាក្រែអញកន្លែងអញដេកឲ្យវាចេញទៅក្នុងស្ថានភាពអាសន្នបងអាតកំពុងតែបំរាស់ននាលទាំងដកដង្ហើមមិនចង់ចេញឯបងជ្រុញភ័យដល់ថ្នាក់រួញខ្លួនបាត់មាត់បាត់កឈឹងបងត្រីទោះបីជាញ័រដៃបន្តិចមែនប៉ុន្តែគាត់នៅមានសតិគ្រប់គ្រាន់គាត់ស្រែកខ្លាំងថាអាផាតកាន់ពើបំភ្លឺឲ្យចំមុខវាហើយអាជ្រុញគុំនៅស្ងៀមឲ្យសោះជួយទាញជើងអាតទម្លាក់ចុះពីគ្រែនោះមកគាត់ស្ទុះទៅយកកាបូបទាំងត្រដាបត្រដួសព្រោះគាត់មានអារម្មណ៍ថាខ្យល់ក្នុងបន្ទប់កាន់តែធ្ងន់ទៅនិងត្រជាក់ខ្លាំងឡើងបងត្រីមិនបងអង្គយូរទៀតឡើយគាត់ក៏ប្រញាប់ទាញទឹកមុនដែលគាត់បានប្រសិទ្ធិរួចជាស្រេចចេញពីកាបូបមករួចប្រឹងជំនះនៅកម្លាំងអ្វីម្យ៉ាងដែលកំពុងរុញច្រានគាត់មិនឲ្យចូលទៅជិតព្រែដែលបងអាតកំពុងតែដេកនោះគាត់ចាប់ផ្ដើមបាចទឹកមុនទៅលើវិញ្ញាណស្ត្រីនោះខណៈដែលមាត់របស់គាត់សូត្រនៅគាថាយ៉ាងម៉ឺងម៉ាត់នមោតាសៈសម្មាសម្ពុទ្ធោបារមីគ្រូដើមចូលមកជួយកំចាត់វិញ្ញាណចង្រៃឲ្យចេញពីទីនេះចេញទៅភ្លាមនោះវិញ្ញាណស្ត្រីក្បាលត្រងោលផ្នែកខាងលើនោះងាកសម្លឹងមកបងត្រីទាំងភ្នែកក្រឡោតស្ទើរតែលៀនចេញមកខាងក្រៅទៅហើយនាងហើបមាត់ស្រែកសម្រែកដែលឮចេញពីក្នុងបំពង់កយ៉ាងក្រលួចរួចក៏បោះកម្លាំងអ្វីម្យ៉ាងធ្វើឲ្យទូទឹកកនិងតោនៅក្នុងបន្ទប់រញ្ជួយខ្ទាតចេញពីកន្លែងនោះបងត្រីមិនបងអង្គយូរគាត់បានបាចទឹកមុនដែលនៅសល់ក្នុងដបទាំងអស់ទៅចំកណ្ដាលទ្រូងវិញ្ញាណខ្មោចស្រីនោះរំពេចនោះសំឡេងផ្ទុះផាំងលាន់លឺឡើងដោយកន្ទះបាញ់កណ្ដាលបន្ទប់កញ្ចក់បង្អួចរញ្ជួយ
រង្គើស្ទើរតែបែកខ្ទេចខ្ទីអស់វិញ្ញាណនោះស្រែកផ្អើលពេញជាន់ទី4រួចក៏រលាយជាផ្សែងខ្មៅជ្រាបចូលទៅក្នុងជញ្ជាំងដែលជាប់នឹងបន្ទប់លេខ405បាត់ស្រមោលទៅបងអាតធ្លាក់ពីលើគ្រែហើយដកដង្ហើមហត់ដូចជាគោដេញបងអើយជួយខ្ញុំផងវាមកច្របាច់កខ្ញុំដៃវាត្រជាក់ដូចទឹកកកអញ្ចឹងពេញមួយយប់ដែលនៅសេសសល់ពួកគេទាំង4នាក់បានត្រឹមតែអង្គុយប្រជិតគ្នាផ្អែកខ្នងជាប់ជញ្ជាំងទាំងបើកភ្នែកភ្លឺសម្លឹងមើលទៅគ្រែទទេស្អាតនោះទាំងរន្ធត់សូម្បីតែសំឡេងខ្យល់បក់ប៉ះបង្អួចក៏ធ្វើឲ្យពួកគេលោតកញ្ជ្រោលបេះដូងស្ទើរតែធ្លាក់ដល់ដីដែរព្រោះគ្រប់គ្នាដឹងច្បាស់ថាទោះបីវិញ្ញាណនោះរលាយបាត់ទៅពិតមែនប៉ុន្តែកែវភ្នែកដ៏ក្រឡក់ដែលមានឈាមហូរតិចមួយគូនោះនៅតែតាមសម្លឹងមើលពួកគេពីកន្លែងណាមួយក្នុងភាពងងឹតនៃបន្ទប់នេះមិនខានហើយពន្លឺព្រះអាទិត្យចាប់ផ្ដើមចាំងចូលមកក្នុងបន្ទប់តែវាមិនបានធ្វើឲ្យភាពរងាត្រជាក់ក្នុងចិត្តពួកគេបាត់ទៅឡើយពេលកំពុងរៀបអីវ៉ាន់បងផាតស្រាប់តែប្រទះឃើញអ្វីម្យ៉ាងនៅកន្លែងដែលវិញ្ញាណនោះរលាយចូលជញ្ជាំងវាគឺជាស្នាមក្រយ៉ាវដៃដែលមានឈាមក្រៀមដែលលូកចេញពីក្នុងជញ្ជាំងបន្ទប់លេខ405មកពួកគេប្រញាប់ចុះមកក្រោមទាំងតក់ស្លុតបងត្រីបានសួរទៅអ្នកបោសសម្អាតចាស់ម្នាក់ទាំងទឹកមុខស្លេកមីងបន្ទប់លេខ405នឹងមានរឿងអីមិនក៏គេបិទចោលអញ្ចឹងអ្នកបោសសម្អាតតបទៅបងត្រីវិញថាអ្នកបោសសម្អាតឈប់បោសរួចនិយាយទាំងសំឡេងញ័រថាលោកក្មួយដេកបន្ទប់លេខ404នោះមែនទេបន្ទប់ទាំងពីរនឹងកាលមុនវាជាបន្ទប់តែមួយនោះទេតែមានរឿងឃាតកម្មសាហាវណាស់ស្ត្រីម្នាក់ត្រូវសង្សារកាត់ក្បាលសម្លាប់នៅលើគ្រែនឹងឯងព្រោះតែរឿងប្រច័ណ្ឌហើយម្ចាស់សន្តាគារស្ដាយលុយក៏ដូចជាស្ដាយនៅបន្ទប់ដ៏ធំទូលាយមួយនោះក៏សម្រេចចិត្តវាយជញ្ជាំងខណ្ឌចែកបន្ទប់បិទបាំងរឿងដើម្បីឲ្យបន្ទប់404នៅជួលបានធម្មតាតែអ្នកណាក៏ដឹងថាជញ្ជាំងនឹងខណ្ឌបានតែមនុស្សទេតែវិញ្ញាណវាខណ្ឌមិនដាច់ឡើយនាងនៅតែមកដេកលើគ្រែចាស់របស់នាងរាល់យប់បងអាតស្ដាប់ហើយស្ទើរតែដាច់ផ្កាថយក្រោយហើយចុះក្បាលនាងមីងមិនក៏ខ្ញុំឃើញនាងក្បាលត្រងោអញ្ចឹងអ្នកបោសសម្អាតសម្លឹងមុខបងអាតចំហើយក៏និយាយបន្តទៀតថាក្បាលនាងរោគមិនទាន់ឃើញផងលោកក្មួយសង្សារនាងយកទៅលាក់កន្លែងណាក៏មិនដឹងបន្ទាប់ពីបានដឹងរឿងរ៉ាវសពគ្រប់ពីអ្នកមីងបោសសម្អាតរួចមក
បងត្រីបាននាំគ្រប់គ្នាទិញបាយសម្លនិងចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តក្បែរនោះដើម្បីឧទ្ទិសកុសលឲ្យវិញ្ញាណរបស់នាងរួចក៏ឡើងឡានចាកចេញពីក្រុងនោះភ្លាមបរិយាកាសក្នុងឡានស្ងាត់ជ្រងំបងអាចនិយាយប្រែប្រាំទៅកាន់អ្នកស្ដាប់គ្រប់គ្នាថាមេរៀនមួយនេះចាំទុកចុះណាបងប្អូនចូលសន្តាគារកុំឃើញក្រែទំនេរស្អាតក៏ស្ទុះទៅដេកអីត្រូវចេះសុំម្ចាស់ទឹកម្ចាស់ដីនិងម្ចាស់បន្ទប់របស់គេផងហើយបើមានអារម្មណ៍ថាត្រជាក់ខុសពីធម្មតាគុំនៅជំនះអីគួរតែចេញពីបន្ទប់នោះហើយទៅរកបន្ទប់ផ្សេងដើម្បីស្នាក់នៅទៅខណៈដែលឡានកំពុងបើកយ៉ាងលឿនចេញពីក្រុងនោះបងជ្រុញដែលអង្គុយក្រោយគេស្រាប់តែក្រឡេកមើលកញ្ចក់ខាងក្រោយឃើញស្ត្រីម្នាក់ឈរនៅកណ្ដាលផ្លូវសម្លឹងមកឡានរបស់ពួកគេរំពេចនោះគាត់ឮសំឡេងខ្សឹបក្បែរត្រចៀកថាក្បាលអញនៅក្រោមគ្រែដែលឯងដេកនឹងហើយថាហើយសំឡេងនោះក៏ប្រែទៅជាសំឡេងសើចយ៉ាងកក្អឹកដែលលាន់ឮពេញក្រចៀករបស់ពួកគេបងជ្រុញបើកភ្នែកធំទាំងស្រែកមិនចេញខណៈដែលឡានកំពុងតែបន្តដំណើរទៅមុខទៀតប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរឿងរ៉ាវរបស់បងត្រីនិងមិត្តភ័ក្តិនៅក្នុងសន្តាគារចាស់នេះបានបន្សល់ទុកនៅមេរៀនមួយយ៉ាងសំខាន់ទោះបីជាសម័យកាលនេះរីកចម្រើនយ៉ាងណាក៏ដោយប៉ុន្តែជំនឿនិងការគោរពចំពោះទីកន្លែងដែលយើងមិនធ្លាប់ស្គាល់នៅតែជារឿងដែលមិនគួរមើលរំលងនោះទេពេលខ្លះក្រែដែលមើលទៅស្អាតបាតក៏មិនមែនមានន័យថាវាទំនេរសម្រាប់យើងនោះដែរការដែលបងអាចមានអំនួតមិនស្ដាប់ការដាស់តឿនស្ទើរតែធ្វើឲ្យគាត់បាត់បង់ជីវិតក្រោមដៃវិញ្ញាណដែលហួងហែងទីកន្លែងនោះដូច្នេះមុននឹងសម្រាកនៅទីកន្លែងណាកុំភ្លេចគោរពម្ចាស់ទឹកម្ចាស់ដីនិងមានមាយាទជាប់ខ្លួនជានិច្ចតើអ្នកណាទៅដឹងយប់នេះនៅពេលដែលលោកអ្នកកំពុងស្ដាប់សំឡេងខ្ញុំហើយរៀបចំខ្លួនចូលគេងតើក្រែដែលលោកអ្នកកំពុងគេងនោះពិតជាមានតែលោកអ្នកម្នាក់ឯងពិតមែនឬទេប្រយ័ត្នកុំអាលងាកក្រោយអីខ្ញុំបាទផលរំដួលសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅភាគបន្តក្រោយទៀតជាមួយរឿងរ៉ាវរន្ធត់ជាច្រើនទៀតយប់នេះសូមឲ្យគេងលក់ស្ងប់ស្ងាត់រហូតទល់ភ្លឺរាត្រីសួស្តីជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីការធ្វើដំណើរដ៏ហត់នឿយនិងការចាកចេញពីសន្តាគារអាតកំបាំងដែលស្ទើរតែយងជីវិតមិនចង់រួចនោះក្រុម
បងត្រីបងផាតបងអាតនិងបងជ្រុញបានបន្តដំណើរមកដល់ផ្ទះឈើបុរាណមួយខ្នងនៅភូមិដាច់ស្រយាលមួយកន្លែងវាជាផ្ទះដែលហ៊ុំព័ទ្ធដោយដើមឈើធំធំនិងមានភាពស្ងប់ស្ងាត់ខុសធម្មតាប៉ុន្តែអ្នកដឹងទេភាពស្ងាត់នេះហើយគឺជាសញ្ញានៃភាពគ្រោះថ្នាក់ចាស់តែងផ្ដាំថាបើឮគេហៅឈ្មោះឬឮសំឡេងគោះទ្វារនៅម៉ោង3បៀតភ្លឺដាច់ខាតកុំឆ្លើយនិងកុំបើកទ្វារឲ្យសោះព្រោះនោះគឺជាវិញ្ញាណដែលមកតាមរោគអ្នកជំនួសកន្លែងតើបងជ្រុញដែលជាមនុស្សមាត់រពិលរពូចនឹងជួបនៅរឿងអ្វីខ្លះសូមតាមដានស្ដាប់ជាមួយខ្ញុំបាទផលរំដួលដោយតទៅម៉ោងជាង6ជិតចូល7យប់ទៅហើយសំឡេងកង្កែបយំឆ្លើយឆ្លងលាយឡំនឹងសំឡេងខ្យល់បក់កាត់ស្លឹកឈើតាមដងផ្លូវឮហើយត្រជាក់ស្រាវឆ្អឹងខ្នងសំឡេងឡានចាស់មួយគ្រឿងបើកយឺតចូលក្នុងភូមិមួយដែលមានសភាពងងឹតស្លុបក្រុមបងទាំង4នាក់បាននាំគ្នាមកសម្រាកនៅផ្ទះឈើបុរាណមួយខ្នងហើយម្ចាស់ផ្ទះនោះក៏ជាសាច់ញាតិរបស់បងផានគាត់បានរៀបចំកន្លែងឲ្យសម្រាកនៅជាន់លើទាំងអស់គ្នាផ្ទះឈើបុរាណ2ជាន់មួយខ្នងកម្ពស់ខ្ពស់ផុតពីដីដែលសាងសង់ពីឈើធ្នង់ខ្មៅរលោងប៉ុន្តែមានសភាពចាស់ទ្រុឌទ្រោមខ្លាំងដំបូលក្បឿងស្រកានាដោះស្លែពណ៌ខៀវហ៊ុំព័ទ្ធជុំវិញដំបូលផ្ទះចំណែកឯបរិយាកាសនៅជុំវិញផ្ទះគឺហ៊ុំព័ទ្ធជុំវិញដោយដើមចេកខ្ពស់និងដើមស្វាយធំដែលបក់រិចរិលតាមខ្យល់រវិចបរិយាកាសបែបនេះសម្រាប់អ្នកទីក្រុងដែលចង់មកសម្រាកលំហែដើម្បីបំបត្តិភាពតានតឹងអាចជាកន្លែងល្អវិសេសវិសាលណាស់សម្រាប់ពួកគេប៉ុន្តែបើនិយាយពីបរិយាកាសបែបនេះសម្រាប់អ្នកដែលរស់នៅតាមទីជនបទគឺជារឿងធម្មតាទេព្រោះពួកគេសមជាមួយនឹងបរិយាកាសបែបនេះជាយូរណាស់មកហើយបើយើងក្រឡេកមើលផ្ទះឈើបុរាណ2ជាន់មួយខ្នងនេះវិញពន្លឺព្រះច័ន្ទភ្លឺព្រាលនៅពេលយប់បង្កើតជាស្រមោលខ្មៅវែងដែលបាំងពីដើមស្វាយធំនិងដើមចេកខ្ពស់ទាំងនោះមកមើលទៅគឺពិតជាគួរឲ្យខ្លាចនិងព្រឺសម្បល់ខ្លាំងមែនទែនបងផាតដកដង្ហើមធំហើយនិយាយទៅកាន់បងទាំង3នាក់ទៀតថាផ្ទះអ៊ំខ្ញុំនេះស្ងាត់បន្តិចហើយប៉ុន្តែមានសុវត្ថិភាពជាងដេកតាមផ្លូវបងជ្រុញដើរមើលជុំវិញទាំងភ័យតែមាត់នៅរឹងហើយនិយាយតបទៅបងផាតវិញថាស្ងាត់អីម្លេះបងផាតស្ងាត់ដូចវត្តចាស់អញ្ចឹងមើលចុះដើមចេកដុះជុំវិញផ្ទះចុះបើមានខ្មោចលោតចេញមកមិនដឹងរត់ទៅណាទេបងត្រីបាននិយាយបន្តទាំងទឹកមុខមើងម៉ាត់ថាគ្រប់គ្នាប្រយ័ត្នមាត់បន្តិចកុំមាត់ផ្លេសដាស់ច្រើនពេកសំដីបែបនេះកុំនិយាយចេញមកអីល្អជាងយើងមកសុំផ្ទះគេដេកត្រូវមានមាយាទនិងរបៀបរៀបរយឲ្យល្អបន្តិចទេបន្ទាប់ពី
បងទាំង4នាក់សំណេះសំណាលគ្នាបានបន្តិចមកស្រាប់តែលេចវត្តមាននៅអ៊ំប្រុសម្នាក់ដែលជាម្ចាស់ផ្ទះបានចុះពីខាងលើផ្ទះមកនិយាយដោយទឹកមុខស្ងួតថាមកដល់ហើយមែនទេក្មួយយប់នេះក្មួយដេកនៅជាន់លើទាំងអស់គ្នាទៅព្រោះថាយប់នេះអ៊ំមិនបានសម្រាកនៅផ្ទះទេគឺអ៊ំត្រូវទៅកំដរបុណ្យសពនៅកណ្ដាលភូមិព្រោះមានអ្នកភូមិម្នាក់គេបានស្លាប់កាលពីថ្ងៃមិញតែអ៊ំបានរៀបចំកន្ទេលភួយមុងហើយនឹងខ្នើយឲ្យរួចរាល់ហើយតែចាំណាយប់ឡើងបើឮសំឡេងប្លែកឬឮអ៊ំហៅពីក្រោមផ្ទះមកកុំឆ្លើយហើយកុំបើកទ្វារឲ្យសោះរហូតដល់ឮសំឡេងមាន់រងាវចាំនាំគ្នាចុះដីបងជ្រុញសើចបែបឆ្ងល់ហើយសួរទៅលោកអ៊ំម្ចាស់ផ្ទះវិញថាចុះបើអ៊ំហៅមែនតែនមានការអីចុះបើពួកខ្ញុំបើកទ្វារមិនខុសមែនទេអ៊ំម្ចាស់ផ្ទះស្ងាត់មួយសន្ទុះគាត់បានសម្លឹងមើលទៅលើដំបូលផ្ទះហើយតបទៅវិញថាចាំសម្ដីអ៊ំទៅបើក្មួយចង់ឃើញព្រះអាទិត្យរះនៅថ្ងៃស្អែកកុំបើកទ្វារឲ្យអ្នកណាទាំងអស់និយាយរួចគាត់ក៏ដើរចេញទៅបាត់ក្នុងភាពងងឹតទៅភាពត្រជាក់ស្រែបចាប់ផ្ដើមគ្របដណ្ដប់ពាសពេញបរិវេណនៃផ្ទះនេះទាំងមូលពន្លឺចង្គៀងដែលនៅសេសសល់ចាប់ផ្ដើមសឹករិចរិលរួចរលត់ទៅជាលំដាប់ស្រមោលខ្មៅនៃដើមឈើធំជុំវិញផ្ទះចាប់ផ្ដើមលូនចូលមកគ្របដណ្ដប់ជញ្ជាំងក្តារផ្ទះបន្តិចម្ដងលុះយប់កាន់តែជ្រៅទៅសំឡេងដកដង្ហើមញាប់របស់បងអាតបានខ្សឹបតិចទៅកាន់បងត្រីថាបងត្រីស្ដាប់ឮទេមានអីម្យ៉ាងនៅក្រៅជញ្ជាំងក្តារក្បែរដំណេកខ្ញុំវាដូចជាមានគេយកក្រចកមកឆ្កូតនឹងជញ្ជាំងក្តារផ្ទះអញ្ចឹងបងត្រីឆ្លើយទាំងសំឡេងមាំថាសងំដេកទៅកុំមាត់ច្រើនពេកកុំបើកភ្នែកមើលឲ្យសោះទោះឮអ្វីក៏ដោយគ្រប់គ្នាកំពុងលង់លក់ស្រាប់តែបងអាតភ្ញាក់ព្រឺតព្រោះឮសំឡេងគ្រឺតនៅក្រៅជញ្ជាំងក្តារខ្លាំងទៅវាដូចជាមានក្រចកវែងកំពុងអូសពីក្រោមឡើងទៅលើបងអាតភ័យខ្លាចដល់ថ្នាក់យកភួយគ្របក្បាលចិត្តហើយដងខ្លួនរបស់គាត់ញ័រដូចជាកូនសត្វអញ្ចឹងលុះបន្តិចក្រោយមកស្រាប់តែមានក្លិនស្អុយដូចជាសាកសពបានជះចូលមកក្នុងបន្ទប់បងផាតយកដៃខ្ទប់ច្រមុះហើយស្រែកឡើងថាអូយក្លិនស្អុយអីក៏អាសោចម្លេះដូចសាកសពហើមស្អុយអញ្ចឹងបងផាតដែលនៅអង្គុយជក់បារីម្នាក់ឯងព្រោះប្លែកកន្លែងដេកមិនលក់ហើយណាមួយគឺនៅតាមផ្លូវដែលធ្វើដំណើរមកនោះគាត់បានដេករហូតនៅក្នុងឡានភ្នែកគាត់ក្រឡេកទៅកាន់បង្អួចបន្តិចគាត់ស្រាប់តែបានឃើញស្រមោលខ្មៅធំមួយហោះកាត់តាមមាត់បង្អួចគាត់បានបំភ្លឺពិលទៅតែមិនឃើញអ្វីទាំងអស់ឃើញតែដើមចេកដែលគ្មានស្លឹកសោះបក់រវិចទាំងដែលគ្មានខ្យល់សូម្បីតែបន្តិចសំឡេងបន្លឺឡើងក្នុងបន្ទប់ទឹកនៅជាន់លើ
ឬសូរឡើងឈរទាំងដែលគ្មានអ្នកណាម្នាក់ដែលចូលទៅក្នុងបន្ទប់ទឹកនោះទេបងត្រីងើបមកមើលឃើញទឹកហូរចេញមកខាងក្រៅបន្ទប់ទឹកជាពណ៌ក្រហមដូចជាឈាមគាត់ដឹងភ្លាមថាផ្ទះនេះច្បាស់ជាមានរឿងហេតុអ្វីមួយមិនស្រួលកំពុងតែកើតឡើងហើយបន្តិចក្រោយមកស្រាប់តែមានសំឡេងគោះទ្វារយឺតក្មួយជ្រុញជួយអ៊ំផងអ៊ំដើរមកពីបុណ្យគេវិញដួលបាក់ជើងនៅចណ្ដាលហើយបើកទ្វារឲ្យអ៊ំបន្តិចមកក្មួយអូយឈឺណាស់បើកទ្វារឲ្យអ៊ំបន្តិចមកបងជ្រុញងើបអង្គុយទាំងងងុយដេកបើកភ្នែកមិនចង់រួចនោះទេគាត់ស្ទុះចង់ទៅដោះកន្លឹះទ្វារព្រោះគាត់បានចាំយ៉ាងច្បាស់ថាសំឡេងនេះជាសំឡេងអ៊ំម្ចាស់ផ្ទះអូអ៊ំមែនតើចាំបន្តិចអ៊ំខ្ញុំទៅបើកទ្វារឲ្យឥឡូវហើយបងត្រីស្ទុះមកចាប់ដៃបងជ្រុញជាប់ដូចដង្កាប់រួចយកដៃខ្ទប់មាត់បងជ្រុញយ៉ាងណែនស្ងៀមហែងចង់ងាប់មែននេះមិនមែនជាមនុស្សទេស្ដាប់សំឡេងឲ្យច្បាស់សំឡេងនឹងវាលឺចេញពីលើពីដានផ្ទះទេតើមិនមែននៅមាត់ទ្វារនោះទេបងជ្រុញបានងើបមើលទៅលើឃើញធូលីពីដានធ្លាក់មកលើមុខហើយគាត់ក៏យកដៃញីភ្នែកបន្តិចចុះសំឡេងហៅមិញនឹងជាសំឡេងអ្នកណាបងផាតនិយាយសំឡេងញ័រថាបងត្រីខ្ញុំបានហែកប្រហោងទ្វារមើលឃើញហើយវាមិនមែនជាអ៊ំនោះទេវាកំពុងយកក្បាលបោកនឹងជញ្ជាំងផ្ទះស្របពេលនោះដែរបងផាតដែលបានហែកប្រហោងទ្វារមើលឃើញខ្មោចស្រីម្នាក់សក់វែងអន្លាយបក់បោករេចុះរេឡើងភ្នែកលៀនចេញមកខាងក្រៅធំឡើងក្រហមតែតដោយភ្នែកឯអូនហើយខ្មោចនោះឈរអោនក្បាលដល់ដីកំពុងយកក្រចកកោសជញ្ជាំងផ្ទះឮខ្លាំងនាងសម្លឹងមកចំប្រហោងទ្វារធ្វើឲ្យបងផាតដួលផ្ងាជើងព្រោះគាត់តក់ស្លុតនឹងកែវភ្នែកដ៏គួរឲ្យខ្លាចដែលកំពុងសម្លឹងមករកគាត់បងត្រីដឹងថាវិញ្ញាណនេះសាហាវណាស់បើវាអាចចូលមកក្នុងផ្ទះនេះបានពួកគាត់នឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខានគាត់បានដកខ្សែករូបព្រះមកក្តាប់ក្នុងដៃជាប់រួចសូត្រនៅមន្តគាថាការពារយ៉ាងញាប់មាត់អរហង្គសម្មាសម្ពុទ្ធោវិញ្ញាណចង្រៃចូលរលាយបាត់ទៅបន្ទាប់ពីសូត្រនៅមន្តគាថារួចគាត់បានយកទឹកមន្តទៅប្រោះព្រំនៅលើទ្វារនិងបរិវេណជុំវិញបង្អួចបន្ទាប់ពីប្រោះព្រំរួចហើយស្រាប់តែឮសម្រែកអូយលាន់រំពងពេញផ្ទះសំឡេងស្រែកនេះមិនដឹងថាបានឮទៅដល់អ្នកដែលរស់នៅក្បែរផ្ទះនេះឬអត់ទេហើយសំឡេងនោះក៏ស្រាប់តែស្ងាត់បាត់ទៅវិញមួយរំពេចរួចឮសំឡេងដូចគេអូសបាវអង្ករធ្ងន់ធ្លាក់តាមកាំចណ្ដើរលាន់សូរងុកហើយតាំងពីពេលនោះមកភាពស្ងប់ស្ងាត់ក៏ត្រឡប់មកវិញរហូតដល់ព្រះអាទិត្យចាប់ផ្ដើមរះមកសំឡេងមាន់រងាវ
ក៏បានបន្លឺឡើងកាត់នៅភាពស្ងាត់ជ្រងំពន្លឺព្រះអាទិត្យពណ៌មាសចាំងកាត់ចន្លោះជញ្ជាំងក្តារចូលមកក្នុងបន្ទប់ក្រុមបងត្រីបងផាតបងអាតនិងបងជ្រុញងើបមកទាំងភ្នែកស្លោះព្រោះពួកគាត់ភ័យរហូតទល់ភ្លឺពេលដែលបងទាំង4នាក់ចុះមកខាងក្រោមផ្ទះពួកគាត់បានឃើញអ៊ំម្ចាស់ផ្ទះអង្គុយនៅក្បែររទេះគោចាស់មួយក្នុងដៃមានកាន់ចានបាយសម្លនិងធូប3សរសៃគាត់បានអុជធូបនោះហើយសម្លឹងទៅលើផ្ទះទាំងទឹកភ្នែកហូររហាបបងត្រីដើរទៅជិតហើយប្រើសំឡេងទន់ភ្លន់ទៅកាន់អ៊ំម្ចាស់ផ្ទះថាអ៊ំយប់មិញមានរឿងហេតុកើតឡើងច្រើនណាស់តើអ៊ំចង់ប្រាប់ការពិតដល់ពួកក្មួយៗទេម្ចាស់ផ្ទះបន្ទាប់ពីឮបងត្រីសួរបែបនេះរួចគាត់ក៏បានយំខ្សឹកខ្សួលរួចចង្អុលទៅចណ្ដាយឈើក្មួយអើយឈាមដែលក្មួយឃើញសម្រែកដែលក្មួយឮវាមិនមែនជាការលេងសើចទេកាលពីជាង10ឆ្នាំមុនកូនស្រីអ៊ំឈ្មោះថានារីនាងត្រូវគេអាកសម្លាប់នៅនឹងកន្លែងដែលក្មួយសម្រាកយប់មិញនឹងឯងហើយទិដ្ឋភាពយប់នោះវាជាយប់ដែលមានភ្លៀងធ្លាក់ខ្លាំងហើយអ៊ំជាប់រវល់តាមរោគគោដែលបានបាន់តាំងពីក្បាលល្ងាចរហូតដល់ព្រឹកទើបអ៊ំរកឃើញគោនោះតែនៅក្នុងកំឡុងពេលពាក់កណ្ដាលយប់អាធ្រាត្រមានចោរចិត្តខ្មៅមួយក្រុមវាដឹងថាមិនមានមនុស្សប្រុសនៅក្នុងផ្ទះនេះវាបានសម្រុកចូលមកក្នុងផ្ទះនារីព្យាយាមរត់ទៅពួននៅក្នុងបន្ទប់ទឹកតែពួកវាធាក់ទ្វារចូលពួកវាធ្វើបាបនាងយ៉ាងសាហាវឃោរឃៅបំផុតរួចក៏សម្លាប់នាងដើម្បីបំបិទមាត់មុនពេលនាងដាច់ខ្យល់នាងបានព្យាយាមលូនចេញមកដល់មាត់ទ្វារដៃម្ខាងខ្ទប់កឈាមហូរស្រោចពេញកម្រាលឈើដៃម្ខាងទៀតព្យាយាមឈោងទៅគោះទ្វារហៅអ្នកជិតខាងឲ្យជួយតែអ្វីវាហួសពេលអស់ទៅហើយនាងស្លាប់ទាំងភ្នែកនៅបើកធ្លោសម្លឹងមកចណ្ដើផ្ទះរងចាំអ៊ំត្រឡប់មកវិញដោយសារនាងស្លាប់ទាំងភាពឈឺចាប់និងគ្មានអ្នកណាមកជួយទាន់ពេលវិញ្ញាណនាងក៏ជាប់ជំពាក់នឹងផ្ទះនេះជារៀងរហូតមករាល់យប់នាងតែងតែរស់ឡើងវិញក្នុងភាពងងឹតហើយព្យាយាមគោះទ្វារហៅមនុស្សឲ្យជួយតែដោយសារកំហឹងអាឃាតសម្រែកហៅរោគជំនួយក៏คล้ายជាសម្រែកចង់យកជីវិតអ្នកដទៃទៅជំនួសកន្លែងនាងទៅវិញបងជ្រុញឮហើយស្រក់ទឹកភ្នែកតាមលោកអ៊ំម្ចាស់ផ្ទះហើយនិយាយទៅកាន់លោកអ៊ំម្ចាស់ផ្ទះថាអ៊ំចុះហេតុអីអ៊ំមិនប្រាប់ពួកខ្ញុំឲ្យត្រង់មកចុះបើបន្តិចទៀតខ្ញុំបើកទ្វារឲ្យនាងមែនតើមានរឿងអីកើតឡើងអ៊ំម្ចាស់ផ្ទះបាននិយាយទៅកាន់បងជ្រុញវិញថាបើក្មួយបើកទ្វារនាងនឹងអូសក្មួយទម្លាក់តាមកម្មចណ្ដើដោយដែលនាងត្រូវគេអូសសាកសពកាលពីយប់នោះអញ្ចឹងឲ្យអ៊ំសុំទោសដែលអ៊ំមិនបានប្រាប់ព្រោះអ៊ំខ្លាចគ្មានអ្នកណាហ៊ានមកស្នាក់នៅក្បែរផ្ទះអ៊ំទៀតបងត្រីបានយកដៃទៅប៉ះស្មាអ៊ំម្ចាស់ផ្ទះបន្តិចហើយនិយាយថាអ៊ំអើយវិញ្ញាណដែលឈឺចាប់បែបនេះ
គឺត្រូវការធ្វើបុណ្យសន្សំកុសលឲ្យនាងដើម្បីរំដោះកម្មពៀរដែលនាងកំពុងតែមានមិនមែនជាការលាក់បាំងនោះទេចាំបន្តិចទៀតពួកខ្ញុំនឹងជួយធ្វើបុណ្យឧទ្ទិសកុសលឲ្យនាងដើម្បីឲ្យនាងបានទៅកាន់សុគតិភពឈប់វិលវល់ហៅគេហៅឯងនៅម៉ោង3បៀតភ្លើបែបនេះទៀតមន្ត្រីបានងាកក្រោយហើយនិយាយទៅកាន់ក្រុមរបស់គាត់ទាំង3នាក់ទៀតថារឿងនេះបង្រៀនយើងថាការគោរពបម្រាមនិងការមានសតិស្មារតីគ្រប់គ្រងខ្លួនឯងគឺជាអាវុធដ៏មានតម្លៃបំផុតបើបងជ្រុញប្រហែសតែបន្តិចម្ល៉េះជីវិតយើងទាំងអស់គ្នាអាចនឹងមានគ្រោះថ្នាក់រឿងរ៉ាវនៅផ្ទះឈើបុរាណមួយនេះក៏បានបញ្ចប់ទៅប៉ុន្តែការធ្វើដំណើររបស់ក្រុមបងទាំង4នាក់នៅមិនទាន់ចប់នៅឡើយទេតើនៅភាគបន្ទាប់ពួកគេនឹងបានជួបអ្វីខ្លះទៀតសូមកុំភ្លេចចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងដើម្បីរងចាំស្ដាប់នៅភាគបន្តសម្រាប់ជប់នេះសូមឲ្យសុបិនល្អនិងសូមប្រយ័ត្នបើលើគេហៅឈ្មោះឬគោះទ្វារនៅម៉ោង3បៀតភ្លឺសូមកុំបើកទ្វារឲ្យសោះ